វេលាព្រឹកថ្ងៃពុធទី17ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដល់ខ្ពង់ខ្ពស់ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានរុស្ស៊ីខួបអនុស្សាវរីយ៍លើកទី35នៃទំនាក់ទំនងអាស៊ានរុស្ស៊ីពីថ្ងៃទី17ដល់ថ្ងៃទី18ខែមិថុនាឆ្នាំ2026នៅទីក្រុងកាហ្សានសហព័ន្ធរុស្ស៊ីនៅវេលាល្ងាចថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិកាហ្សាននិងត្រូវបានទទួលស្វាគមន៍និងផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុតពីមន្ត្រីជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីនិងឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ីនិងមន្ត្រីទូតជាច្រើនរូបទៀតនៅវេលាយប់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីជប់លៀងរៀបចំដោយឯកឧត្តម Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីនៅវេលាព្រឹកថ្ងៃប្រហ័សទី18ខែមិថុនាឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានរុស្ស៊ីខួបអនុស្សាវរីយ៍លើកទី35នៃទំនាក់ទំនងអាស៊ានរុស្ស៊ីនៅវេលារសៀលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់ជាមួយឯកឧត្តម Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីនិងជាមួយប្រមុខរដ្ឋាភិបាលអាស៊ានចំពោះជំនួបទ្វេភាគីនៅវេលារសៀលថ្ងៃប្រហ័សទី18ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តម Nerlen Yermakbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ SCO ក្នុងឱកាសនៃជំនួបឯកឧត្តមអគ្គលេខាធិការនៃអង្គការ SCO បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងអង្គការ SCO និងកម្ពុជាលើវិស័យជាច្រើននាពេលកន្លងមកឯកឧត្តមក៏បានរំលឹកអំពីការបញ្ជូនក្រុមអ្នកសង្កេតការបោះឆ្នោត SCO មកចូលរួមក្នុងការសង្កេតការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ2023ជាការឆ្លើយតបសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជានិងអង្គការ SCO នាពេលកន្លងមកព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ SCO ដែលបានបញ្ជូនអ្នកសង្កេតការបោះឆ្នោតចូលរួមយ៉ាងសកម្មក្នុងការសង្កេតការបោះឆ្នោតនៅកម្ពុជានៅពេលកន្លងមកសម្ដេចបវរធិបតីបានគូបញ្ជាក់ថាវត្តមានរបស់អ្នកសង្កេតការបោះឆ្នោត SCO ពិតជាមានសារៈសំខាន់ណាស់ក្នុងការឆ្លុះបញ្ចាំងអំពីភាពត្រឹមត្រូវយុត្តិធម៌តម្លាភាពនិងភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសម្ដេចបវរធិបតីនិងឯកឧត្តមអគ្គលេខាធិការក៏បានពិភាក្សាលើការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍និងវិស័យសន្តិសុខនៅវេលារសៀលថ្ងៃអង្គារទី18ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តម Bakitxan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ីក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានរុស្ស៊ីខួបអនុស្សាវរីយ៍លើកទី35នៃទំនាក់ទំនងអាស៊ានរុស្ស៊ីនៅទីក្រុងកាហ្សានសហព័ន្ធរុស្ស៊ីដែលបានប្រព្រឹត្តទៅពីថ្ងៃទី17ដល់ថ្ងៃទី18ខែមិថុនាឆ្នាំ2026ក្នុងឱកាសនៃជំនួបឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីនិងកម្ពុជាក្នុងរយៈពេល10ឆ្នាំកន្លងមកនេះជាការឆ្លើយតបសម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីជាពិសេសលើវិស័យពាណិជ្ជកម្មជាមួយគ្នានេះសម្ដេចបវរធិបតីបានគូបញ្ជាក់ថាកម្ពុជាបាននឹងកំពុងធ្វើពិពិធកម្មទីផ្សារនិងដៃគូពាណិជ្ជកម្មដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យនិងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយគ្នាសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា
ការធ្វើពាណិជ្ជកម្មនិងការវិនិយោគជាមួយកម្ពុជាមិនមែនសំដៅតែលើទីផ្សារកម្ពុជាដាច់ដោយឡែកនោះទេប៉ុន្តែកម្ពុជាគឺជាច្រកទ្វារដ៏សំខាន់ឆ្ពោះទៅកាន់ទីផ្សារតំបន់និងអន្តរជាតិតាមរយៈកិច្ចព្រមព្រៀង FTA ទ្វេភាគីនានាដែលកម្ពុជាមានស្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ក៏ដូចជាទីផ្សារអាស៊ានជាដើមក្នុងន័យនេះការសម្រេចបាននូវកិច្ចព្រមព្រៀង FTA ជាមួយកម្ពុជានឹងក្លាយជាកលានុវត្តភាពសម្រាប់សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់ផ្សេងៗទៀតយ៉ាងទូលំទូលាយសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលក៏បានបន្តពិភាក្សាដោយផ្ដោតការយកចិត្តទុកដាក់លើការបង្កើនទំហំពាណិជ្ជកម្មតាមរយៈការកំណត់វិស័យសក្តានុពលដើម្បីជាផលប្រយោជន៍ទៅវិញទៅមកជាមួយគ្នានេះសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលយល់ស្របគ្នាថាកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីមានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀតដែលភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងន័យនេះការឈានទៅសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាពេលខាងមុខនឹងជួយជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីឲ្យកាន់តែធំធេងនិងប្រសើរឡើងនៅវេលារសៀលថ្ងៃប្រហ័សទី18ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកដុលហ្គើលីអូនីតនាយកផ្នែកនាំចេញនៃក្រុមហ៊ុន Gas Group ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសនៃជំនួបលោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន Gas Group បានជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ីនិងនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានព្រមទាំងបានបញ្ជាក់ថាក្រុមហ៊ុន Gas Group ជាក្រុមហ៊ុនដែលមានបទពិសោធន៍ប្រមាណ90ឆ្នាំក្នុងឧស្សាហកម្មយានយន្តដែលមានរោងចក្រចំនួន15និងបាននាំចេញយានយន្តទៅកាន់ប្រទេសចំនួន43ព្រមទាំងមានតំណែងចែកចាយចំនួន240ក្រុមហ៊ុនផលិតរថយន្តជាច្រើន model ដូចជារថយន្តពាណិជ្ជកម្មរថយន្តដឹកទំនិញខ្នាតមធ្យមរថយន្តសង្គ្រោះបន្ទាន់ជាដើមនិងផលិតគ្រឿងបន្លាស់ផងដែរលោកនាយកផ្នែកនាំចេញបានគោរពជម្រាបជូនសម្ដេចបវរធិបតីបន្ថែមថាដោយសារបច្ចុប្បន្នក្រុមហ៊ុន Gas Group បាននឹងកំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាននិងមើលឃើញសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័សនិងប្រកបដោយភាពធន់ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនិងចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជាជាការឆ្លើយតបសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីស្វាគមន៍ចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍និងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជាសម្ដេចបវរធិបតីបានគូបញ្ជាក់ពីការដាក់ចេញគោលនយោបាយនិងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាលដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជាបន្ថែមពីលើនេះសម្ដេចបវរធិបតីក៏បានណែនាំឲ្យក្រុមហ៊ុនសិក្សាបន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគលើការផលិតខ្សែច្រវាក់ផលិតកម្ម supply chain សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានក្នុងតំបន់តាមយុទ្ធសាស្ត្របូក1 plus 1 strategy ផងដែរនៅវេលាល្ងាចថ្ងៃប្រហ័សទី18ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានរុស្ស៊ីក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី35នៃទំនាក់ទំនងអាស៊ានរុស្ស៊ីនៅទីក្រុងកាហ្សានសហព័ន្ធរុស្ស៊ីដែលប្រព្រឹត្តទៅពីថ្ងៃទី17ដល់ថ្ងៃទី18ខែមិថុនាឆ្នាំ2026ក្នុងឱកាសនៃជំនួបនេះឯកឧត្តមប្រធានាធិបតីរុស្ស៊ីបានថ្លែងថាកម្ពុជាគឺជាមិត្តនិងជាដៃគូយូរអង្វែងខណៈឆ្នាំនេះគឺជាខួបលើកទី70នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ីកម្ពុជាឯកឧត្តមប្រធានាធិបតីក៏បានសម្ដែងនូវការស្វាគមន៍សកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផងដែរព្រមជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិងបានសង្កត់ធ្ងន់ថារុស្ស៊ីនៅតែផ្ដល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ីកម្ពុជាជាការឆ្លើយតបសម្ដេចបវរធិបតីបានគូបញ្ជាក់ថា
ក្នុងរយៈពេល7ទសវត្សរ៍កន្លងមកនេះកម្ពុជាតែងផ្ដល់តម្លៃខ្ពស់ដល់មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ីដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយការគាំទ្រនិងគោរពគ្នាទៅវិញទៅមកនិងផលប្រយោជន៍រួមសម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀតដែលបានផ្ដល់ជំនួយនិងការគាំទ្រនានាដល់ប្រទេសកម្ពុជាក្នុងគ្រាលំបាករបស់កម្ពុជាព្រមទាំងបានថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ីដែលបានបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាបន្ថែមលើនេះសម្ដេចបវរធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យព្រមទាំងបានបដិញ្ញាចិត្តបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានាធិបតីរុស្ស៊ីក៏បានពិភាក្សាអំពីទិសដៅនិងគំនិតផ្ដួចផ្ដើមមួយចំនួនដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយពាណិជ្ជកម្មនិងការវិនិយោគថាមពលកសិកម្មសន្តិសុខនិងការពារជាតិព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជនជាពិសេសក្នុងក្របខ័ណ្ឌការអប់រំនិងបណ្ដុះបណ្ដាលសុខាភិបាលទេសចរនិងវប្បធម៌ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តផ្លាស់ប្ដូរទស្សនកិច្ចនិងការប្រស្រ័យទាក់ទងកម្រិតខ្ពស់ទាំងក្នុងក្របខ័ណ្ឌនីតិបញ្ញត្តិនីតិប្រតិបត្តិនិងគណៈបកក្នុងឱកាសនេះដែរសម្ដេចបវរធិបតីបានស្នើឲ្យឯកឧត្តមប្រធានាធិបតីរុស្ស៊ីគាំទ្រសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA រវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនៅវេលាយប់ថ្ងៃប្រហ័សទី18ខែមិថុនាឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីទីក្រុងកាហ្សានសហព័ន្ធរុស្ស៊ីដើម្បីធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នៃទំនាក់ទំនងអាស៊ានរុស្ស៊ីលើកទី35នៅវេលាព្រឹកថ្ងៃសុក្រទី19ខែមិថុនាឆ្នាំ2026សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានមកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាពដោយនាំមកនៅជាមួយនៅលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ